នៅសម័យបុរាណដ៏អាចកំបាំងមួយមានព្រះនាងដ៏ស្រស់ស្អាតមានចិត្តមេត្តាករុណាដូចពន្លឺព្រះច័ន្ទនិងមានដំរីដ៏ធំសាហាវដែលមនុស្សគ្រប់គ្នាភ័យខ្លាចតែតើមេត្តាអាចផ្លាស់ប្ដូរកំហឹងឲ្យคล้ายជាមិត្តភាពបានដែរឬទេសូមអញ្ជើញស្ដាប់រឿងនិទានខ្មែរដែលមានចំណងជើងថាព្រះនាងចន្ទ្រានិងដំរីសកាលពីសម័យបុរាណមាននគរមួយស្ថិតនៅជិតព្រៃធំនិងភ្នំខ្ពស់ខ្ពស់នគរនោះមានព្រះនាងមួយអង្គព្រះនាមថាព្រះនាងចន្ទ្រាព្រះនាងមានសម្រស់ស្រស់ស្អាតដូចពន្លឺព្រះច័ន្ទនិងមានចិត្តមេត្តាករុណាស្រឡាញ់ប្រជារាស្ត្រដូចកូនចៅនៅជាយព្រៃនគរនោះមានដំរីមួយក្បាលធំខ្លាំងមានស្បែកពណ៌ប្រផេះសំឡេងគួរឲ្យខ្លាចដំរីសនេះធ្លាប់ជាសត្វអាថ៌កំបាំងដែលការពារព្រៃនិងប្រភពទឹកប៉ុន្តែពេលវ័យចាស់ឡើងវាត្រូវមនុស្សខ្លះបង្ករបួសនិងបណ្ដេញចេញពីទីជម្រកដំរីដ៏កំសត់ក៏ក្លាយទៅជាសត្វកំហឹងបំផ្លាញដំណាំនិងធ្វើឲ្យមនុស្សភ័យខ្លាចប្រជាជនសូមឲ្យព្រះមហាក្សត្របញ្ជូនទាហានទៅកម្ចាត់ដំរីសតែព្រះនាងចន្ទ្រាបានទូលថាសត្វក៏មានចិត្តមានការឈឺចាប់ដូចមនុស្សដែរសូមអនុញ្ញាតឲ្យខ្ញុំទៅជួបវាជាមុនព្រះនាងបានចេញដំណើរតែម្នាក់ឯងទៅកាន់ព្រៃធំពេលជួបដំរីសព្រះនាងមិនភ័យឡើយព្រោះនាងនិយាយដោយសំឡេងទន់ភ្លន់និងចិត្តមេត្តាព្រះនាងលាងរបួសដំរីសដោយទឹកស្អាតនិងស្មៅអវសត់ដំរីសមានការភ្ញាក់ផ្អើលណាស់មិនដែលមានមនុស្សណាបង្ហាញមេត្តាដល់វាបែបនេះភ្នែកធំៗរបស់វាធ្លាក់ចុះទឹកភ្នែកហើយវាក៏លុតជង្គង់មុខព្រះនាងដូចជាសញ្ញានៃការគោរពនិងអរគុណចាប់ពីថ្ងៃនោះដំរីសមិនបំផ្លាញភូមិទៀតទេវាក្លាយជាអ្នកការពារនគរជួយដឹកឈើសាងសង់ទំនប់ទឹកនិងការពារព្រៃពីគ្រោះថ្នាក់ប្រជាជនរស់នៅដោយសុខសាន្តវិញហើយគោរពស្រឡាញ់ដំរីសដូចមិត្តម្នាក់ព្រះនាងចន្ទ្រាត្រូវគេកោតសរសើរថាជាព្រះនាងនៃមេត្តាករុណាដែលអាចផ្លាស់ប្ដូរកំហឹងទៅជាសន្តិភាពដែលមិនប្រើអាវុធអត្ថន័យនៃមេរៀននេះគឺមេត្តាករុណានិងចិត្តល្អមានអំណាចធំជាងកម្លាំងអាចផ្លាស់ប្ដូរសត្រូវឲ្យคล้ายទៅជាមិត្តបានរឿងនិទានព្រះនាងចន្ទ្រានិងដំរីសបង្រៀនឲ្យយើងដឹងថាមេត្តាករុណានិងចិត្តល្អមានអំណាចធំជាងកម្លាំងនិងអាវុធអាចបំលែងសត្រូវឲ្យคล้ายទៅជាមិត្តនិងនាំមកនូវសន្តិភាពសូមអរគុណដែលបានស្ដាប់រឿងនិទានរបស់យើងដើម្បីទទួលបានរឿងនិទានខ្មែរថ្មីជារៀងរាល់ថ្ងៃសូមជួយចុច like share និង subscribe សូមអរគុណ